ជំរាបសួរប្រិយមិត្តឆ្ងាយចិត្តជាទីគោរពរាប់អានបាទមតិមនុស្សចាស់ហើយនៃសមុទ្រសូមជម្រាបជូននៅមតិខ្លះជូនដល់បងប្អូនប្រិយមិត្តជាទីដណ្ដាប់អំពីមតិមនុស្ស3នាក់ដែលលោកបញ្ចេញមតិនិងដូចជាយោបល់ហើយឆ្លើយតបទៅនឹងរដ្ឋាភិបាលផងដែរហើយនឹងយោបល់បាទអំពីមតិលោកទាំង3នេះសូមឲ្យបងប្អូនពិចារណាមើលទៅតែមតិរបស់គាត់នឹងយ៉ាងណាសូមខមមិនហើយជម្រាបទៅតាមមតិរបស់បងប្អូនដែលយល់ឃើញណាបាទអញ្ចឹងខ្ញុំអត់មានអីទេខ្ញុំនឹងវែងញែកនឹងបកស្រាយខ្លះនៅពេលទីបញ្ចប់មតិអស់លោកទាំង3នេះអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំនឹងចាក់នៅមតិទាំង3នេះដូចតទៅបាទអាញាធរកម្ពុជាបន្តឃុំខ្លួនលោកថច្សិដ្ឋារហូតដល់ខែកក្កដាឆ្នាំក្រោយទោះមេធាវីថាគាត់ជាប់ពន្ធនាគារគ្រប់ការកំណត់ក៏ដោយគួរឲ្យសូមមែនតើលោកថច្សិដ្ឋាគឺជាអនុប្រធានគណៈបកភ្លើងទៀនហើយជាខ្មែរកម្ពុជាក្រោមមួយរូបដែលតស៊ូនយោបាយនឹងមែនតើហើយជាប់គុកនេះគេដាក់ឲ្យជាប់3ឆ្នាំឥឡូវគ្រប់3ឆ្នាំហើយគឺគេអត់ដោះលែងមេធាវីសូមឲ្យដោះលែងព្រោះអីត្រូវដោះលែងថ្ងៃ20ខែមេសាគម្រប់3ឆ្នាំឥឡូវតុលាការឬអាជ្ញាធរគេថាអត់ទេគេដាក់រហូតដល់ខែកក្កដាឆ្នាំ2027ព្រោះអីអត់ទាន់ចប់ទោសគេប្រហែលជាគេអត់គិតអាពេលឃុំខ្លួនហ្នឹងក៏តែមិនដឹងឃុំខ្លួនហើយក៏ត្រូវតែគិតដែរព្រោះអាហ្នឹងនីតិវិធីឃុំខ្លួនគេត្រូវកាត់កងអីអញ្ចឹងឥឡូវគឺគេគិតថាពីថ្ងៃដែលប្រកាសសាលក្រមផ្ដន់ទាទោសឲ្យជាប់ឃុំ3ឆ្នាំគឺគិតពីហ្នឹងទៅអត់គិតកាត់កងអីទេអញ្ចឹងមើលទៅគាត់ជាប់មួយឆ្នាំជាងទៀតបាទរឿងអយុត្តិធម៌ណាបើមន្ត្រីគណៈបកប្រឆាំងឲ្យថារឿងដោះលែងអីគឺអត់ទេប៉ុន្តែចេះទៅកោតសរសើរភូមិរឿងដោះលែងអ្នកទោសដោះលែងអ្នកណាអីអាខ្មែរគ្នាឯងហ្នឹងគឺធ្វើទុកបុកម្នេញលើសថ្ងៃហើយក៏អត់ដោះលែងដែរហើយនឹងយើងផ្សះផ្សាជាតិអញ្ចឹងមិនកំពុងអត់យល់មាត់នោះនិយាយពីផ្សះផ្សាបង្រួបបង្រួមផ្សះផ្សាបង្រួមមហាសាមគ្គីប៉ុន្តែដល់ពេលសកម្មភាពជាក់ស្ដែងអត់ធ្វើសោះហើយចេះតែបោកប្រជាពលរដ្ឋគ្រប់តែពេលប៉ុន្តែអស់លោកមិនយល់ទេអស់លោកនិយាយមិនក៏មិនយល់ដែរប្រឆាំងដាច់ក្បាលដាច់កតុយប្រឆាំងមិនយល់ហេតុផលប្រឆាំងផ្កាប់មុខប្រឆាំងធ្វើឲ្យខូចជាតិខ្លួនឯងមើហ៊ុនសែនអាចោក្បត់ជាតិត្រង់ចំណុចណាដែលអ្នកប្រឆាំងធ្វើឲ្យខូចជាតិខ្លួនឯងថាតើអ្នកប្រឆាំងហ្នឹងមានបានទៅកាប់បំផ្លាញព្រៃឈើជីករ៉ែរំលាយភ្នំបងខ្សាច់លុបបឹងលុបទន្លេនិងកាត់ទឹកដីឲ្យយួនជាពិសេសរឿងការបាត់បង់ទឹកដីខ្មែរចំនួន55ទីតាំងទៅកងទ័ពសៀមកាំងកាប់នេះអ្នកប្រឆាំងជាអ្នកធ្វើឲ្យបាត់មែនហ៎ហ៊ុនសែនអាចោក្បត់ជាតិហ៊ានស្បាត់ឲ្យរន្ទះបាញ់ងាប់មកពូទេថាពូហ៊ុនសែនឯនេះមិនបានបំផ្លាញជាតិនិងមិនបានកាត់ទឹកដីខ្មែរឲ្យទៅយួនហើយនឹងសៀមហ៊ុនសែនអាចោក្បត់ជាតិកុំចង់ប្រើល្បិចស្វាស៊ីបាយរួចលៀបមាត់ប្រពេណាពលរដ្ឋខ្មែរដឹងច្បាស់ហើយថាអ្នកណាជាអ្នកបំផ្លាញជាតិអ្នកណាជាអ្នកក្បត់ជាតិហើយអ្នកណាជាអ្នកដែលកាត់ទឹកដីខ្មែរឲ្យទៅយួនហើយនឹងសៀមនិយាយឥឡូវកូនឯងឆ្លោយឲ្យពុកមកយកជំរើសវាយគ្នាឬក៏យកជំរើសចរចាដោយសន្តិវិធីពូសួរគេថាតើយើងចង់ឲ្យវាយគ្នាឬក៏ចរចាពូប្រជាប្រដ្ឋខ្មែរយើងអត់ចង់ឲ្យយើងវាយគ្នាទេដោយសារបើវាយគ្នាក៏យើងវាយប្រឆាំងគេដែរដោយសារយើងវាខុសទំហំសេដ្ឋកិច្ចនិងសភាវុធគេមានទំហំសេដ្ឋកិច្ចធំយើងណាសភាវុធគេទំនើបជាងយើងណាអញ្ចឹងកលតិស័កនេះគឺពេលវេលាមិនសមរម្យទេបើសិនជាវាយគ្នាទី2បើឲ្យចរចាក៏យើងមិនត្រូវចរចាដែររឿងអីដែលថាយើងត្រូវចរចាយកដីយើងដូរលើដីយើងវាអត់ត្រូវអានេះដីយើងប្រាសាទគេដូនតាយើងរឿងអីដែលយើងទៅចរចាជាមួយចៅយើងចរចាជាមួយទ្វេភាគីអ្វីដែលយើងចង់បានគឺយើងចង់បានឲ្យពូដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ICJ ហើយចុះមកម៉ោងនេះដែលថាការពីឆ្នាំទៅមិញពូថាពូប្រជុំសភាដល់ម៉ោង1យប់ថាយករឿងតំបន់ទាំង4ប្តឹងទៅ ICJ ឥឡូវដល់ណាហើយកូនពូផ្សព្វផ្សាយថាងបានប្តឹងទៅហើយឥឡូវដល់ណាហើយតែបើតាមខ្ញុំឆែកមើលតាម website ក៏ដូចជាអ្នកសិង្ហក៏គេឆែកគឺពូអត់បានដាក់ពាក្យបណ្ដឹងទេហើយចុះអង្កត់បានពូដាក់ពាក្យបណ្ដឹងឬក៏ពូខ្លាចពាក់ព័ន្ធជាមួយនឹងព្រំដែនខាងកាត់ជាមួយយួនឬក៏យ៉ាងម៉េចពូទៅគិតគូរអាហ្នឹងយើងអត់ចង់ត្រូវការទេអ្វីគ្នាចរចាក៏អត់ហើយយើងចង់ឲ្យពូប្តឹងទៅតុលាការអន្តរជាតិ ICJ បាទ
nó mà tệ thằng bay ní tớ bọn ôn rồi khi chẳng nào đấy mà tệ bọn muông lục muông rồi đấy lục thải phỉ thá đọc bê cầm nó chọc cục bay chân năm hơi nó tầm đọc lên mình thái mà chân năm đầu tiên ta mua lợt ấy nó bọc ôn bị trà nào mơ tớ và còn té ca bệnh trên mặt tệ ông pi sừng cung ông pi ca tệ tôn nó có thể chết rồi thà bà chập đã cục là hồ đọc bay chân năm hơi đọc bê cầm chân năm lô còn lên thì tê ná lô bẩn thay mà chân năm tiên nó vừa ôi mà tệ rồi bọc vào chưa chuồn tưởngទាំងក្នុងនឹងក្រៅប្រទេសមានការភ្ញាក់ផ្អើលហើយក៏មានការស្អប់ខ្ពើមណាអ្វីដែលមិនយុត្តិធម៌ទៅចំពោះលោកថៃវិថាមតិមនុស្សចាស់នៃសមុទ្រគាត់ថាហេតុអ្វីណាដែលលោកថៃវិថាលោកស្នេហាជាតិណាបើលោកមិនស្នេហាជាតិលោកគាត់មិនទាន់លំអោនមិនទាន់កាយសរសេរលិខិតមួយពីពន្ធនាគារតែបន្តិចចុះចូលលោកក្បាលអោនក្បាលប្រហែលជាលោកអាចអត់មានជាប់ពាក់ព័ន្ធរហូតដល់គុក3 4ឆ្នាំចឹងទេណាប្រហែលជាលោកអាចរួចទោសហើយបានធ្វើធំទៀតនោះប៉ុន្តែដោយសារគាត់លោកថៃសិដ្ឋានេះជាអ្នកស្នេហាជាតិអញ្ចឹងគាត់សុខចិត្តបដូរជីវិតដើម្បីជាតិនេះឲ្យលោកថៃសិដ្ឋាបញ្ជាក់ថាលោកជាខ្មែរកម្ពុជាក្រោមខ្មែរក្រោមតែលោកស្នេហាជាតិសម្បើមអស់លោកខាងខ្មែរក្រោមច្រើនជាតិភាគច្រើនស្នេហាជាតិសម្បើមលើសលោកខ្លាំងណាស់បាទដូច្នេះលោកមិនព្រមអោនក្បាលមិនព្រមលក់នៅដេញកតិរបស់លោកទេណាលោកត្រូវតែតស៊ូរហូតដល់ថ្ងៃទីបញ្ចប់ចុងបញ្ចប់ឲ្យលោកនេះដល់ពេលដោះលេខ3ឆ្នាំហើយមិនព្រមថែមមួយឆ្នាំទៀតណាធ្វើឲ្យប្រព័ន្ធរបស់លោកថៃសិដ្ឋានេះមានការសោកសង្រេងនឹងអំពាវនាវទៅឲ្យជាតិអន្តរជាតិមេត្តាជួយពិចារណាគិតគូរដល់ប្តីគាត់ផងដូច្នេះបងប្អូនទាំងអស់គិតគូរហើយក៏មកចេញមតិច្រើនហើយនឹងអ្នកខ្លះគេខ្វាយណៃខ្វាយជើងដើម្បីទៅអង្គការសហប្រជាជាតិដើម្បីយកឈ្មោះលោកថៃសិដ្ឋាហ្នឹងទៅប្តឹងទៅប្រាប់នៅអង្គការសហប្រជាជាតិអំពីការអយុត្តិធម៌ចំពោះគាត់ដែលមនុស្សជាអ្នកនយោបាយមួយរូបជើងចាស់ដើម្បីរកដំណោះស្រាយជាតិណាដែលអញ្ចឹងសូមបងប្អូនទាំងអស់គ្នាពិចារណាហើយក៏គិតទៅតាមការគូបាទណាមតិហ្នឹងមតិលោកមូនរ៉េតហើយមតិទី2មតិទី2ខ្ញុំមិនដឹងថាលោកនោះឈ្មោះអីទេប៉ុន្តែឃើញមតិរបស់គាត់ណាគាត់លើកយកសម្ដីរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនលោកថាណាពួកអ្នកប្រឆាំងប្រចាំផ្កាប់មុខធ្វើឲ្យខូចខាតដល់ប្រទេសជាតិប្រឆាំងដើម្បីបំផ្លាញជាតិណាហើយគាត់ទៅឆ្លើយតបទៅវិញបងប្អូនឮហើយណាព្រោះថាតើគណៈបពប្រឆាំងបំផ្លាញជាតិដោយវិធីណាតើលក់ជាតិលក់ដីព្រៃព្រឹក្សាកាប់ឈើលក់ដីឬក៏ធ្វើឲ្យដេញធ្វើឲ្យការចលាចលនៅក្នុងប្រទេសជាតិឬក៏ធ្វើឲ្យការសង្គ្រាមណាឬក៏កាត់ទឹកដីឲ្យបរទេសអាហ្នឹងគាត់ឆ្លើយតបដូចចឹងណាបើអញ្ចឹងទេមតិទី2នេះក៏បងប្អូនពិចារណាតាមការគួរទៅមតិរបស់ខ្ញុំគឺថាអ្នកប្រឆាំងមិនមែនជាអ្នកផ្កាប់មុខបំផ្លាញជាតិទេគឺអ្នកប្រឆាំងគឺជាអ្នកជួយទៅវិញទេបាទជួយរដ្ឋាភិបាលជួយជាតិដើម្បីរំដោះអំពីអំពើអយុត្តិធម៌អំពើពុករលួយអំពើអយុត្តិធម៌នៅក្នុងសង្គមលោកចង់បានហើយអ្នកប្រឆាំងច្រើននៅខាងក្រៅស្រុកសួរថាតើពួកអស់លោកក្នុងក្រៅស្រុកចង់បានអីទៀតធ្វើការបានមួយខែ4-5ពាន់អ្នកខ្លះរហូតដល់$10000នោះបាទតាមតែកិច្ចការងារខ្លះ2-3,000យ៉ាងតូចហើយលោកមិនខ្វះទេមានផ្ទះសម្បែងដូចជាអាយដាមសំអាស៊ីជាដើមលោកមានរបស់លោកគ្រប់គ្រាន់ទេផ្ទះមានតាំង business របស់គាត់ដោយអ៊ំសំអានហ្នឹងស្អាតគាត់ស្នាមានហ្នឹងណា business របស់គាត់2-3នោះអញ្ចឹងសួរហេតុអីក៏លោកនៅតែប្រឆាំងគឺដើម្បីជាតិដើម្បីឈាមខ្មែរលោកនៅតែប្រឆាំងអញ្ចឹងក៏យោបល់មតិនេះសូមឲ្យបងប្អូនទាំងអស់មេត្តាពិចារណាតាមការគួរចុះបាទហើយទី3ទៀតក៏មិនដឹងថាលោកឈ្មោះអីដែរអាហ្នឹងក៏លោកដកស្រង់សម្ដីសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនដែរណាថាតើណាជំរើសមាន2តើមួយវាយគ្នាឬមួយដេញឬមួយ
tha mấy thế ta miền chấm rơ tí pi muối cứ vậy cái này tí pi cứ cà trò trà nó chấm rơ tí pi nó lộn xùa nó mà ta bước nhầm trọc đạp đây nó mà ta vẫn còn slide top tôi lộn xình rồi thế hào cồn nô là xình trí còn trọc cồn thô còn đấy mà còn đứng đó còn đạp hèn ca tôi oi xùa tôi lộn xình rồi thế bản thân chỉ cho lục chạm rom mấy chấm rơ tầng pi nó cứ trò cha nó quay cái này anh nó đâu tầng miền bà sân ai chia cho cha phong chắc tại cho cha tao ba bà na vô bà năng tàu cứ ca cho cha tây phía kia thôi phía kia cứ chỉ mình thôi thế ca cho cha cứ chỉ ca môi đại dương thôi chỉ ai cả xa cũng nọt hết tục sầm ra ngoài cái đó thôi đâm tổ ông ca dập chỉ chia rưỡi coi dương tục giờ phò tang đó đường ca cho cha nắng hay chấm bơ tì muối hay chấm bơ tì pí chơi chấm bơយើងអាចទៅប្តឹងណាប្តឹងអាស៊ានដូចគ្នាហ្នឹងឲ្យជួយធ្វើអន្តរាគមន៍អំពីចំនួនព្រំដែនចំនួនកម្ពុជាថៃហ្នឹងក៏យើងអាចទៅប្តឹងព្រោះយើងជាអ្នកសមាជិកអាស៊ានណាក៏យើងទៅធ្វើដែរទៅប្តឹងដែរមិនខានគេមិនផុតទេដើម្បីគេដឹងគេជួយដោះស្រាយប៉ុណ្ណាបានឬមិនបានអាហ្នឹងក៏មិនជាមានបញ្ហាទេតែជាកំណត់ហេតុមួយដែរហើយជំរើសទី3គឺជំរើសបាញ់គ្នាអាហ្នឹងក៏តតែមានដែរប្រកាសជាមានកិច្ចមិនផុតទេប៉ុន្តែមិនបាញ់គ្នាយើងទៅរំលោភគេទេណាបើរំលោភសិទ្ធិគេមកទៅបាញ់យកដីគេឬក៏ទៅបាញ់ប្រទេសគេឲ្យគេបំផ្លិចបំផ្លាញដល់ប្រទេសគេអត់ទេបាញ់គ្នាពេលណាដែលឯងចូលទឹកដីយើងអធិបតេយ្យភាពរបស់យើងមិនអនុគ្រោះទេតើបើស្នាយើងចូលគេព្រមទេគេទៅបាញ់យើងវិញហើយបើអញ្ចឹងយើងប្រាប់គាត់ឯងកុំឲ្យចូលទៅណាទៅតែចូលដូចរាល់ថ្ងៃនេះបាទបាឡាលួឬដាក់ container យកតាមចិត្តតាមចង់ចូលមកបាញ់ឲ្យខ្មែរបាញ់យោធាដេញប្រជាជនខ្មែរឲ្យចេញពីដីខ្មែរហើយរំលោភសិទ្ធិចឹងហើយអត់ទុកទេគឺបាញ់ហើយបាញ់មកបណ្ណាយកប៉ុណ្ណឹងបាទទាំង3គឺទៅតែធ្វើហើយតែខ្ញុំក៏បញ្ជាក់ថាមិនមែនចង់ឲ្យយោធាយើងទៅបាញ់គេដើម្បីពលីទេប៉ុន្តែកុំឲ្យគេរំលោភតែគេចូលដីយើងប្រាប់មិនស្រាប់គឺដាក់ទៅអត់ខុសទេការពារខ្លួនអធិបតេយ្យភាពរបស់ខ្មែរយើងណាហើយជំរើសមួយគឺជំរើសសំខាន់ទី4ហ្នឹងគឺទៅតែប្តឹង ICC ICJ សម្រាប់រឿងណែខូចខាតបេតិកភណ្ឌរបស់យើងនឹងប្រាសាទយើងផ្ទះប្រជាជនដីអស់ហ្នឹងយើងទៅប្តឹង ICC យើងទៅប្តឹងណែឯងរំលោភសង្គ្រាមណែធ្វើសង្គ្រាមជាមួយប្រទេសកម្ពុជារបស់យើងដូចជាជំរើសទី4ហ្នឹងគឺសំខាន់ខានមិនបានកិច្ចបំផុតទេគឺសំខាន់ណាជំរើសទាំង4ហ្នឹងគឺមានតែជំរើសទី4ហើយគឺសំខាន់បំផុតខានមិនបានអត់មិនបានទេបាទជំរើស3នោះខានក៏បានធ្វើក៏បានមិនធ្វើក៏បានប៉ុន្តែទៅធ្វើហើយដើម្បីយកកំណត់ហេតុជាចំពោះតាងដើម្បីទុកណាការប្តឹងផ្ដាល់ទៅមានផោះតាងមានកំណត់ហេតុប៉ុន្តែអាចជំរើសទី4នោះគឺដាច់ខាតប៉ុន្តែរដ្ឋាភិបាលអត់ប្តឹងទេហេតុមូលហេតុអីអាហ្នឹងធ្វើឲ្យប្រជាជនអត់ពេញចិត្តមិនសប្បាយចិត្តអត់មានសប្បាយចិត្តដល់ពេញចិត្តតតសោះហើយគាត់នឹងមតិមនុស្សចាស់នៃសមុទ្រក៏គាត់ថាហេតុអីក៏រដ្ឋាភិបាលហ្នឹងយ៉ាងម៉េចណាក៏មិនព្រមប្តឹងគេទោះបីថាគេមករលប់ដុតតែយើងទៅតតាំងមួយគេដែរហើយជុំមិនធ្វើដូចជាល្ងងដូចជាយើងណាសុំឲ្យទោសបងប្អូនកាត់ចាស់គាត់និយាយជ្រុលគាត់ថាក៏ភ្លើខ្លាំងម្ល៉េះអាហ្នឹងសុំទោសគាត់និយាយអញ្ចឹងណាដូចយើងនឹងល្ងងដូចយើងជាភ្លើយើងជាខ្លាចអន់ខ្លាំងណាស់